ចាស់ពលថាមនុស្សដែលចេះហៅទឹកមិនប្រកាសថាអត់ស្លាប់ដោយសារទឹកទេខ្ញុំនឹកឃើញដល់រឿងមួយដែលគេនិយាយពីដល់ពីរឿងថាមនុស្សបើសិនជាអាចយកសំណាញ់មកគ្របមេឃបានណាទៅជីវិតគ្មានគូប្រកួតប្រជែងអញ្ចឹងពាក្យមួយហ្នឹងធ្វើឲ្យខ្ញុំនឹកឃើញដល់ថាស្ថិរភាពផ្លូវអារម្មណ៍របស់ខ្ញុំនឹងនៅបានដោយសារខ្ញុំធ្លាប់ជួបប្រយោគមួយហ្នឹងហើយបងប្អូនទាំងអស់គ្នាគាត់និយាយថាមនុស្សដែលចេះហែទឹកមិនប្រកាសថាមិនស្លាប់ដោយសារទឹកទេមែនថ្ងៃមួយនោះខ្ញុំជួបអ្នកដែលទៅមុជទឹកនៅក្នុងអាងទឹកនៅក្នុងអូតែលមួយជាមួយខ្ញុំគាត់មានការលមួលកពើនៅក្នុងអាងទឹកហ្នឹងខ្ញុំក៏នឹកដល់ពាក្យចាស់ហើយថ្ងៃមួយនោះខ្ញុំក៏ជួបគូប្រកួតប្រជែងខ្ញុំដ៏ធំនៅក្នុងអាជីវកម្មអចលនទ្រព្យរបស់ខ្ញុំហើយយើងមានការប្រកួតគ្នាប្រឡងប្រជែងគ្នាដោយយើងហៅថាអាជីវកម្មគឺជាសង្គ្រាមអត់ផ្សែងចាខ្ញុំមិនបានថ្នាំងថ្នាក់ទេពីព្រោះអីទីផ្សារសេរីគាត់អាចគិតនឹងការផ្លាស់ប្ដូរនិយាយទៅវាចូលដល់សាច់រឿងបងប្អូននៅក្នុងប្រហែលថ្ងៃនេះខ្ញុំបានទទួលផ្ទះពីបងប្អូននៅក្នុង TikTok នោះមួយហើយខ្ញុំព្យាយាមអាណិតគាត់នៅគាត់ដែលគាត់ទួយសោកពីរឿងហានិភ័យដែលគាត់កំពុងតែកើតមានឡើងក្នុងអាជីវកម្មរបស់គាត់ហ្នឹងគឺគាត់ត្រូវការលក់ផ្ទះនៅមិនទាន់ទាំងខ្ញុំមិនចេះលក់ផ្ទះហើយតែខ្ញុំព្យាយាមយកពេលវេលាហ្នឹងគឺដើរទៅរកអ្នកដែលគាត់ត្រូវការវិនិយោគលើសំណង់ឲ្យតែគាត់ពេលដែលភៀវខ្ញុំម្នាក់គាត់ចាប់អារម្មណ៍តែបែរជាគាត់មកកន្លះតម្លៃវិញឡើងទៅប្រហែលជា30% នៃតម្លៃផ្ទះធ្វើឲ្យខ្ញុំនឹកដល់ពាក្យស្លោកមួយថាអូហូមនុស្សដែលចេះហែលទឹកមិនប្រកាសថាមិនស្លាប់ដោយសារការលងទឹកទេមែនទោះបីជាខ្ញុំប្រកែកចងឯកសារប៉ុណ្ណាក៏ដោយទោះបីខ្ញុំប្រកែមើលមនុស្សប៉ុណ្ណាក៏ដោយទោះបីខ្ញុំប្រកែក្នុងការជំរឹះក្នុងការសេពគប់ប៉ុណ្ណាក៏ដោយក៏នៅតែផ្លាត់ស្នៀតអញ្ចឹងរឿងនេះមួយធ្វើឲ្យខ្ញុំមានមេរៀនថារាល់ការដែលបងប្អូនដាក់អ្វីមកឲ្យខ្ញុំលក់រាល់ការអ្វីដែលបងប្អូនស្នើសុំឲ្យខ្ញុំជួយខ្ញុំនឹងជម្រាបទុកជាមុនថាខ្ញុំអត់ហ៊ានធានា 100% នឹងការជួយហើយខ្ញុំអត់ចំណាយពេល 100% នឹងការជួយបងប្អូនបានទេពីព្រោះអីប្រហែលថ្ងៃនេះបងប្អូនឃើញខ្ញុំមានវីដេអូសម្រាប់ផុសដោយសារខ្ញុំរវល់ការងារខ្ញុំផងការងារមិត្តភ័ក្តិរបស់ខ្ញុំដៃគូវិនិយោគផងរួមទាំងជួយដើរមើលទ្រព្យរបស់បងប្អូនដាក់មកខ្ញុំដើរមើលដីបងប្អូនច្រើនណាស់តាំងពីនៅភ័យហូនទៅទឹកខ្មៅនៅអីនៅផ្លូវ41ផ្លូវ51បាត់តែខ្ញុំអត់តាក់ទងទៅម្ចាស់ដីមែនក៏ប៉ុន្តែខ្ញុំបានទៅដល់ទីតាំងជាច្រើនខ្ញុំយកមកចងក្រងក្នុងឯកសាររបស់ខ្ញុំដើម្បីបញ្ជូនឲ្យអតិថិជនរបស់ខ្ញុំប៉ុន្តែអ្វីខ្ញុំខកអំណងគឺខ្ញុំខកអំណងមួយចាស់ជីវករម្នាក់ហ្នឹងគាត់ជាម្ចាស់ជីវករដែរតែគាត់មានអារម្មណ៍ថាខ្ញុំអត់មានលទ្ធភាពក្នុងការធ្វើសំណាញ់បាំងមេឃមែនអញ្ចឹងនេះគឺជាលទ្ធផលដែលខ្ញុំទទួលបានហើយខ្ញុំគួរតែហាត់រៀនអ្វីដែលថ្មីពីគាត់អូខេពីខ្ញុំបំណងល្អខ្ញុំចង់ប្រាប់បងប្អូនថាមនុស្សដែលចេះហែលទឹកមិនប្រកាសថាមិនស្លាប់ដោយសារទឹកហើយដរាបណាយើងមិនមានលទ្ធភាពធ្វើសំណាញ់បាំងមេឃបានជីវិតមួយនេះត្រូវតែមានគូប្រកួតប្រជែង